អេលបងបើខ្ញុំចាំមិនខុសទេលបងគឺលបងច័ន្ទដែលមានរហស្សនាមថាឆ្មាមុខញីស៊ីកាម្ដាយចងដៃគេនឹងមែនទេអូលបងដូចជាសរសើរពេកហើយខ្ញុំមិនល្បីដូចជាលបងឯងថានោះទេនិយាយចឹងចន្ទៃលបងគឺលបងប៉ៃដែលមានរហស្សនាមថាកណ្ដុលបោកស៊ីដែលតែតែបោកលុយមិត្តភ័ក្ដិយកទៅស៊ីផឹកស្រវឹងរកឬវាយគ្នាចូលប៉ូស្ទ័រតែរាល់ថ្ងៃនេះមែនទេអូគេឈ្មោះបន្តិចបន្តួចសូមលបងកំទុកក្នុងចិត្តអីអូនិយាយចឹងលបងប៉ៃខ្ញុំឮថាលបងឯងចិត្តទីផ្ការហើយមែនទេកុំភ្លេចជួយខ្ញុំផងណាអូភ្លេចណាភ្លេចបានតែมันអាចភ្លេចលបងឯងបានទេនិយាយចឹងខ្ញុំដូចជាកោពាត់ដល់ហើយលបងតោះលបងច័ន្ទត្រហូបអីបន្តិចសិនទៅអីអូតោះចឹងលបងលបងស៊ីងទេសុខសប្បាយទេខ្ញុំល្បីថាលបងឯងនឹងបកកែទាំងវិជាគុណនិងអក្សរសាស្ត្រប៉ិតមែនទេលបងអូមិនហ៊ានទទួលទេនិយាយចឹងមិនបានជាលបងស្គាល់មុខខ្ញុំខ្ញុំឃើញគេshareវីដេអូលបងពេញ Facebook សមត្ថភាពពិតជាអស្ចារ្យមែនមិនត្រឹមតែប៉ុណ្ណឹងខ្ញុំល្បីទេដល់លបងឯងនឹងចិត្តឈ្គួតទៀតផងដូចជាសរសើរខ្ញុំពេកហើយចុះលបងមានរហស្សនាមអ្វីដែរខ្ញុំប្រុសសង្ហាប្រចាំភូមិហៅតិនហ្វីធ្លាប់តែឮសម្ដីតាវិជុឥឡូវបានជួបពិតជាបត់ដាច់នេះគេនិយាយបែបក្រែងលបងឯងជាស្ដេចលបាយនៅបាកៅហើយបិចបាតជាបរុទ្ធបតោដប់នៅបដប់នេះវិញលបងដោយសារតែថ្ងៃមុននឹងបន្លំគេមកកណាស្រាប់តែគេចាប់បានផ្ទះគ្រឿងអលង្ការប្រមូលលោកអស់គ្មានសល់ទេសល់ប្រាក់បន្តិចបន្តួចក៏បោះទៅនៅវិស័យរត់មកតោដប់នេះទៅស្បាតតែក្រត់បើនេះគឺជាកម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសំណួរប្រាក់លានសប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយហើយបើលោកឆ្លើយត្រូវនឹងទទួលបានទឹកប្រាក់ចំនួន$10 លានសហរដ្ឋអាមេរិកតែបើឆ្លើយខុសលោកនឹងទទួលបានចេកអាំងចំនួន1ចង្កាក់ដើម្បីជាការលើកទឹកចិត្តព្រោះកម្មវិធីនេះទទួលបានការឧបត្ថម្ភពីហាងលក់ចេកអាំងប្រចាំអាស៊ីអាគ្នេយ៍ដូច្នេះសូមលោករងចាំស្ដាប់សំណួរដោយប្រុងប្រយ័ត្នបាទសូមអានសំណួរសួរថាតើម្ដាយរបស់ម្ដាយលោកហៅថាវិញសូមឆ្លើយសំណួរបើយោងទៅតាមគម្ពីរសិលក្រឹតនិងសិលាចារឹកជាច្រើនបានឲ្យដឹងថាខ្សែស្រឡាយក្នុងវងត្រកូលដែលមានឋានៈពីជីតាជីទូតជីលូតជីលាសំណួរខាងលើនេះលើសពីជីលាមួយចំនួនតែខ្ញុំសូមឆ្លើយថាជីលាព្រោះថាឋានៈនេះវាខ្ពស់ជាងគេហើយមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវនោះគឺពូជខាងម្ដាយរបស់លោកព្រោះជ្រើដំណរពេកគ្មានអ្នកណារាប់អស់ទេសូម្បីអ្នកឧបត្ថម្ភកម្មវិធីក៏មិនស្គាល់ផងអីចឹងដាក់មកទៅអីស្វាតូចឯងមកពីណាដែរមានការអ្វីអ្នកសច្ចាំងស្វាខ្ញុំមកចង់សុំរៀនវិទ្យាសាស្ត្រពីអ្នកសច្ចាំងនឹងណាឯងមាននាមត្រកូលអ្វីឈ្មោះអីក៏នៅឆ្នាំណាឪពុកម្ដាយរបស់ឯងរកស៊ីអីមានបងប្អូនប្រមាណនាក់បាទហេតុតាកចាសួរនោះសួររកតែឯងឆ្លើយមិនទាន់គ្រាន់តែរៀនវិទ្យាសាស្ត្រប៉ុណ្ណឹងសោះយើងសួរដើម្បីបញ្ចូលព័ត៌មានក្នុងដែនតបេះយើងណាឯងចង់រៀនវិជ្ជាអីមុនគេស្វាតូចស្វាខ្ញុំនេះចង់រៀនវិទ្យានិចញ៉ែស្រីតាម Facebook នេះវយចង់រៀនសិទ្ធិស្និទ្ធកម្ពុជាក្នុងបកចេះមើលតែស្វាហុចមិនស្វាទៀតតាប្រចាំនេះវើឈើឈប់ចុះពីលើសេះឲ្យយើងកាត់ក្បាលភ្លាមឯងដល់ភ្លើងតូចច្រកហើយឆាប់ឯងភ្លេចតំណែងយើងពីមុនហើយតំណែងស្អីទៅយើងមិនចាំទេវិញឯងមិនចាំទេឬថ្ងៃមុនពេលដែលឯងអត់លុយឲ្យថ្លៃពងទាកូននឹងទឹកក្លុកក្រោយផ្សារទូតំពុងតើអ្នកណាគេដែលចេញលុយឲ្យឯងគូស្រីបន្តិចបន្តួចគូប្រព្រឹត្តដុំយូកាចុកកាថ្ងៃមុនណូអែលឯងខ្ចីម៉ូតូយើងជីយកទៅដឹកសងសាថែមទាំងសុំលុយយើង$20ទៀតទុកប៉ានាងស៊ីអីរឿងធំបែបនេះក៏ឯងភ្លេចដែរសុំទោសលោកអបរាជខ្ញុំពិតជាជំពាក់គុណលោកច្រើនពេកហើយសេណាហឹបជាផ្លូវឲ្យលោកអបរាជទៅភ្លាមលោហើយគុណឯងពិតជាមានតបមានគុណធម៌មែនអាឡូកូនអាឡូពុកកូនឲ្យមានការអ្វីឆាប់និយាយទៅគេកាត់លុយពុកអស់លើហើយក្រែងកូនជាអ្នកខលទៅពុកទេហើយមិនបានជាអស់លុយពុកទៅវិញពុកបានជាប់សេវារ៉ូមីងព្រោះថាឋានយើងខុសគ្នាមួយនាទីគេឆាតដល់ទៅ$5ឯនោះដាក់ចុះសិនទៅកូនអើយចាប់ពុកខលតាមវាយបើវិញហេឡូកូនមិនអើយកូនឯងច្បាស់ទេហ្នឹងច្បាស់ណាពុកអីបងនិយាយមកមានការអីពុកម៉ែសួរពុកឯងថាថ្ងៃឆេងមេខាងមុខនេះពុកឯងត្រូវការអ្វីខ្លះពុកមានអ្វីគ្រប់គ្រាន់ហើយពុកមិនចង់បានអ្វីទេពុកគ្រាន់តែចង់បានកូនឯងដឹកម្ដាយរបស់កូនមកនៅចិត្តពុកតែប៉ុណ្ណោះតោះសិស្សទាំង3យើងនាំគ្នាទៅមើលគេលេងល្បែងប្រជាប្រិយខ្មែរនៅវត្តខាងមុខទាំងអស់គ្នាកណាលោកគ្រូ
ខំគ្រូដូចជារមូលពោះនឹងជូរមាត់ដល់ហើយលោកគ្រូចាញ់កុំមែនទេបានជាជូរមាត់ដូចនេះចាញ់ក្បាលឯងអីអ៊ូខំគឺលោកគ្រូឃើញគេលេងចង់លេងឡើងជូរមាត់នឹងណាអូលោកគ្រូគាត់ទៅលេងមិនបានទេទុកឲ្យកណ្ដាលលេងវិញមិនអីទេបំណាច់ថាមកទៅហើយសុំគេលេងសិនទៅចាំលេងហើយចាំសុំទោសសិលតាមក្រោយក៏វាមិនខាតបងអីដែរតាមចិត្តលោកគ្រូទៅចុះសុំលេងផងមិនឲ្យលេងទេព្រោះអ្វីគ្មានអាណាម៉ៃត្រូវធ្វើម៉េចទៅលាងដៃលាងនឹងអ្វីលាងនឹងសាប៊ូបើគ្មានសាប៊ូទៅលាងនឹងផេះទៅលាងនឹង